nhom chẳng tới Siem Reap អេចង់ទៅណា ถ้าchẳng tới Siem Reap អ្នកនរគ្នាខ្ញុំឮតាពាក្យចង់ទៅសៀមរាបចង់ទៅសៀមរាបខ្ញុំឮសឹងគ្រប់កន្លែងហើយអ្នកនរគ្នាចង់ដឹងថានៅសៀមរាបឥឡូវគេបានតុបតែងហើយប្រមាណជា30ទៅ40%ទាំងនៅមាត់ស្ទឹងទាំងនៅបរិវេណគោព្រោះឆ្នាំនេះគេនឹងធ្វើធំតាក់ទងជាមួយនឹងសាទរសង្គ្រាមឆ្នាំថ្មី2025ហើយអ្នកដែលនៅតាមខេត្តដែលមានបំណងថាចង់មកលេងនៅខេត្តសៀមរាបខ្ញុំសូមណែនាំ app booking សម្បត្តិឡានមួយដែល app នឹងផ្ទាល់មានឈ្មោះថា Red Bus ហើយនៅពេលបច្ចុប្បន្ននេះគាត់កំពុងតែមាន promotion ជា referral week ជាដំបូងអ្នកទាំងអស់គ្នាត្រូវតែមាន app Red Bus នៅក្នុងទូរស័ព្ទដៃដែលមាននៅក្នុង App Store និង Play Store ដែលអ្នកទាំងអស់គ្នាអាចចូលទៅទាញយកបានតាមពិតទៅអ្នកទាំងអស់គ្នាខ្ញុំមាន app Red Bus នៅក្នុងទូរស័ព្ទដៃខ្ញុំហ្នឹងយូរដែរហើយព្រោះដោយសារតែខ្ញុំទទួលបានបទពិសោធន៍នឹងការប្រើប្រាស់ហ្នឹងគឺល្អខ្លាំងមែនទែនអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានចូលមកដល់ផ្ទាំងខាងមុខនេះហើយអ្នកទាំងអស់គ្នាចុចយក My Account ហើយអស់ទៅខាងក្រោមហើយឃើញពាក្យថា Referral អញ្ចឹងមកដល់កន្លែង Referral នេះអ្នកទាំងអស់គ្នានឹងឃើញពាក្យថា Referral Now អញ្ចឹងបន្តកន្លែងនេះអ្នកទាំងអស់គ្នាអាច copy ឬក៏ send ជា link នេះទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាក៏ដូចជាមនុស្សដែលអ្នកទាំងអស់គ្នាស្គាល់នៅពេលដែលពួកគាត់ download app តាមរយៈ link ដែលអ្នកទាំងអស់គ្នា send ទៅគាត់នឹងទទួលបាន$5ហើយអ្នកទាំងអស់គ្នាក៏ទទួលបាន$5ដូចគ្នាហើយការ invite នេះអ្នកទាំងអស់គ្នាអាចនឹងទទួលបានរហូតដល់$100ឯណោះតាមបទពិសោធន៍របស់ខ្ញុំការ booking តាម app Red Bus គឺមានភាពងាយស្រួលខ្លាំងមែនទែនគ្រាន់តែ search ថ្ងៃខែនិងកន្លែងដែលយើងចង់ទៅរួច search ក្នុង app នឹងបង្ហាញអ្នកទាំងអស់គ្នាពីក្រុមហ៊ុនឡានជាច្រើនហើយនៅក្នុងនេះផ្ទាល់គឺមានពាក្យថា filter ដែលអ្នកទាំងអស់គ្នាអាចកំណត់ម៉ោងពេលបានហើយខ្ញុំបានកំណត់យកត្រឹមម៉ោង6នៅពេលព្រឹកអញ្ចឹងខ្ញុំបានជ្រើសរើសក្រុមហ៊ុនមួយដែលខ្ញុំនឹងធ្វើដំណើរទៅជាមួយអញ្ចឹងយើងចាប់ផ្ដើម select នៅកន្លែងអង្គុយរបស់យើងចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបាន select នៅកន្លែងអង្គុយរួចហើយអ្នកទាំងអស់គ្នានឹងឈានទៅដល់កន្លែងបន្ទាប់ទៀតគឺការបំពេញព័ត៌មានផ្ទាល់ខ្លួនចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានបំពេញព័ត៌មានផ្ទាល់ខ្លួនហើយដល់កន្លែងដែលអ្នកទាំងអស់គ្នាត្រូវការ pay លុយចឹងមកដល់កន្លែងនេះអ្នកទាំងអស់គ្នាអាចប្រើប្រាស់ promote code ដើរលេងដើម្បីទទួលបានការ discount រហូតដល់$2និងទទួលបាន cashback មកវិញរហូតដល់$6ចិត្តចូលឆ្នាំមែនតើអ្នកទាំងអស់គ្នាបើសិនជាមានបំណងថាចង់ទៅលេងស្រុកឬទៅលេងតាមបណ្ដាខេត្តផ្សេងអ្នកទាំងអស់គ្នាគួរតែមាន app Red Bus នៅក្នុងទូរស័ព្ទដៃហើយទៅព្រោះដោយសារតែពួកគាត់អាសាមាន promotion និងងាយស្រួលក្នុងការ booking មែនតើ